ជំរាបសួរបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះចូលព្រៃចង់បង្ហាញពីរុក្ខជាតិមួយយ៉ាងដែលមានពណ៌និងផ្កាស្អាតមែនទែនពណ៌សផ្កាស្អាតបងប្អូនអាចយកទៅដាំនិយាយទៅដាំលម្អតាមកន្លែងវីឡាផ្ទះវីឡាផ្ទះអីចឹងណាបងប្អូនទាំងអស់គ្នាអញ្ចឹងរុក្ខជាតិហ្នឹងនៅភូមិខ្ញុំគេហៅផ្កាកំភ្លឹងអញ្ចឹងណាតោះចង់បងប្អូនចង់ដឹងថារូបរាងវាបែបម៉េចតោះតាមដានវីដេអូនឹងទាំងអស់គ្នាបាទអូខេបងប្អូននេះគឺជារុក្ខជាតិដើមកំភ្លឹងផ្កាកំភ្លឹងហើយនេះដោយសារតែវារៀងផ្កាវាជ្រុលហើយវាជ្រុលដើមទៅនៅដើមតងវាអញ្ចឹងណាអញ្ចឹងវារៀងធ្លាក់ស៊ឹបបន្តិចបើកាលវានៅពេញរីកពី3ថ្ងៃដំបូងគឺអូយស្រស់ស្អាតមែនតើហើយនេះដើមវាបងប្អូននេះដើមវាបាទជាដូចដើមផ្ទៀលអញ្ចឹងណានេះណាហើយអានេះដើមនេះវិញបើពេលយប់វិញបងប្អូនគឺភ្លឺស្អាតពេលយប់វិញបាទបើបងប្អូនត្រូវការចង់យកវាទៅដាំអីបងប្អូនអាចតាក់ទងខ្ញុំបានខ្ញុំនឹងគោះផ្ញើទៅឲ្យបងប្អូនអញ្ចឹងហើយបញ្ជាក់បងប្អូនគឺកំឡុងខែ4ខែ5ហ្នឹងទើបមានផ្កាហ្នឹងអញ្ចឹងណាបងប្អូនស្អាតមែនតើបងប្អូនមើលទៅខ្ញុំថតឲ្យបងប្អូនមើលនេះអញ្ចឹងបងប្អូនចង់បានអីបងប្អូនអាចតាក់ទងខ្ញុំបានណាចាំខ្ញុំថតផ្ញើចែកជូនបងប្អូនណាបងប្អូនអរគ្នាបញ្ជាក់channel YouTube របស់ខ្ញុំគឺជា channel YouTube ចែករំលែកពីរុក្ខជាតិនៅក្នុងព្រៃអញ្ចឹងណារុក្ខជាតិចម្លែកនៅក្នុងព្រៃនិយាយទៅរុក្ខជាតិប្លែកហើយមួយទៀតបងប្អូនណាសម្រាប់រុក្ខជាតិនេះគឺយើងអាចយកទៅធ្វើដើមថ្នាំបានដែរបងរឹសវាដើមវារឹសវាអញ្ចឹងណាយើងយកទៅធ្វើថ្នាំបានយ៉ាងស្រស់ស្អាតបងប្អូនគាត់ទៅមើលតាមកាមេរ៉ាក៏ដឹងដែរអូយល្អស្អាតច្រាញ់ប្រួយផ្កាកំភ្លឹងហ្នឹងបងប្អូនហើយដើមវាខៀវនេះបងប្អូនដើមវាផ្កាវាណាស្អាតមែនតើហើយនេះបងប្អូនខ្ញុំដកវាកាន់វាអញ្ចឹងស្អាតផ្កាកំភ្លឹងយេស្អាតណាស់រុក្ខជាតិព្រៃគឺស្អាតបែបហ្នឹងបងប្អូនមើលទៅទេសភាពទៅដឹងហើយនេះនៅកណ្ដាលព្រៃមានពពួកដើមខ្លងដើមអីអញ្ចឹងណាហើយបើបងប្អូនជួយចិត្តវីដេអូបងប្អូនអាចចូល Subscribe Channel របស់ខ្ញុំអ្នកមួយហើយចែករូបកណ្ដឹងទៅដើម្បីទទួលបានវីដេអូថ្មីពី Channel របស់ខ្ញុំពីរុក្ខជាតិព្រៃផ្សេងទៀតអញ្ចឹងណាកុំភ្លេចជួយគាំទ្រផងណាបងប្អូនទាំងអស់គ្នាបាទខ្ញុំនឹងចែករំលែកពីរុក្ខជាតិនៅក្នុងព្រៃដើមឈើដើមណាដែលមានប្រយោជន៍ដើមណាដែលអាចព្យាបាលយើងបានអញ្ចឹងណាដែលចាស់បុរាណក៏តែងតែនេះអញ្ចឹងណាហើយបញ្ជាក់ណាបងប្អូនបើសិនជាបងប្អូនណាចង់យកទៅដាំតាមកន្លែងផ្ទះវីឡាអីឲ្យជីងផ្កាមកស្អាតបែបនេះបងប្អូនអាចតាក់ទងខ្ញុំបានខ្ញុំនឹងរកដើម្បីខ្ចប់ជូនបងប្អូនអញ្ចឹងណាបាយបាយជួបគ្នាវីដេអូក្រោយ